សូមបន្តចូលមកចំណុចទៀតទំព័រទី15អញ្ចឹងតើតើជាមួយនឹងទំព័រទី15គឺជាការសន្ទនារវាង A និង B ហើយនឹងពាក្យថ្មីតើអញ្ចឹងយើងទៅស្ដាប់ទាំងអស់គ្នា Text 2. 你是老师吗？我不是老师，我是学生。 New words. 是老师吗？学生 អញ្ចឹងបន្ទាប់ពីស្ដាប់រួចហើយយើងមកអាននិងបកប្រែអញ្ចឹង A នេះសឺឡៅស៊ឺម៉ាតើអ្នកជាគ្រូបង្រៀនមែនទេ B គាត់ឆ្លើយតបវ៉ាពូស៊ឺឡៅស៊ឺវ៉ាស៊ឺសៀសឹងខ្ញុំមិនមែនជាគ្រូបង្រៀនទេខ្ញុំគឺជាសិស្សហើយយើងមកមើលពាក្យថ្មីស៊ឺគឺជាសម្រាប់បកប្រែឡៅស៊ឺគ្រូបង្រៀនម៉ាគឺជាពាក្យរបស់ខាងចុងសម្រាប់សួរសំណួរសៀសឹងគឺជាសិស្សឬក៏និស្សិតអញ្ចឹងតោះយើងទៅស្ដាប់ហើយនឹងមើលពាក្យបកប្រែម្ដងទៀត Text 2. 你是老师吗？我不是老师，我是学生。 New words. 是老师吗？学生 ចឹងយើងចូលមកសន្ទនាមួយទៀតចឹងតើតើជាមួយនឹងសន្ទនា A និង B ជាមួយនឹងពាក្យថ្មីតើអញ្ចឹងទៅស្ដាប់ទាំងអស់គ្នា 课文3。 Text 3. 你是中国人吗？我不是中国人，我是美国人。 New word. 人 Proper nouns. 中国美国 បន្ទាប់ពីស្ដាប់រួចហើយអញ្ចឹងយើងមកបកប្រែទាំងអស់គ្នា A នេះសឺចុងករិនម៉ាតើអ្នកគឺជាជនជាតិចិនមែនទេ B វ៉ាពូស៊ឺចុងករិនវ៉ាស៊ឺម៉ៃករិនខ្ញុំមិនមែនជាជនជាតិចិនទេខ្ញុំគឺជាជនជាតិអាមេរិកអញ្ចឹងយើងមកមើលពាក្យថ្មីរិនបកប្រែថាមនុស្សចុងកប្រទេសចិនម៉ៃកប្រទេសសហរដ្ឋអាមេរិកអញ្ចឹងតើយើងទៅស្ដាប់ហើយនឹងមើលពាក្យបកប្រែម្ដងទៀត 课文3。 Text 3. 你是中国人吗？我不是中国人，我是美国人。 New word. 人 Proper nouns. 中国美国 អញ្ចឹងយើងចូលមកចំណុចទៀតយើងក៏លេចមកមើលខាងក្រោមចំណុចទី1គឺយើងរៀនពីសព្វនាមសំណួរសិនមកដែលបកប្រែខ្មែរថាអ្វីអញ្ចឹងយើងមកមើលទាំងអស់គ្នាពីនិយមន័យចំពោះសព្វនាមសំណួរឬក៏អ្វីនឹងប្រើសម្រាប់សួរវាអាចប្រើនៅក្នុងល្បះសំណួរដែលដើរតួជាកម្មបត្តិតែឯងឬក៏ប្រើរួមជាមួយនឹងនាមដែលនៅពីក្រោយវាដើម្បីបង្កើតជាកម្មបត្តិអញ្ចឹងយើងមកមើលឧទាហរណ៍ដែលគេឲ្យយើងទាំង3ហ្នឹងគឺមានដែលវាដើរតួជាកម្មបត្តិខ្លួនឯងនិងមួយទៀតគឺវាប្រើរួមជាមួយនឹងនាមដែលនៅពីក្រោយវាដើម្បីបង្កើតជាកម្មបត្តិអញ្ចឹងយើងមកមើលឧទាហរណ៍ទាំង3សិនបន្ទាប់មកយើងនឹងញែកឧទាហរណ៍ទាំង3ហ្នឹងថាមួយណាវាដើរតួជាកម្មបត្តិមួយណាប្រើជាមួយនាមដែលនៅពីក្រោយវាអញ្ចឹងយើងមកមើលឧទាហរណ៍ទី1នេះចៅ什么名字តើអ្នកឈ្មោះអ្វីទី2ជឺសឺសមតើនេះគឺជាអ្វីទី3ជឺសឺសមស៊ូតើនេះជាសៀវភៅអ្វីអញ្ចឹងយើងមកមើលចំពោះការប្រើសិនមកហ្នឹងគឺប្រើតែឯងគឺមានឧទាហរណ៍ទី2គឺបកប្រែថានេះគឺជាអ្វីអញ្ចឹងយើងមកមើលសំណួរទី1និងសំណួរទី3សំណួរទី1និងសំណួរទី3ហ្នឹងគឺវាប្រើជាមួយនឹងនាមដែលនៅពីក្រោយវាអញ្ចឹងបើយើងអត់តន់យល់ទេអាចមើលនៅក្នុងសម្រាយដែលខ្ញុំបានដាក់សម្រាយឲ្យនៅផ្ទាំងមួយទៀតនៅពេលដែលយើងមើលម្ដងឬក៏ពីរដងយើងនឹងយល់ពីអ្វីដែលគេចង់ឲ្យយើងដឹងឲ្យយើងចេះសរុបមកវិញគឺគ្រាន់តែចង់ប្រាប់ថាពាក្យថាសិនមកហ្នឹងអាចប្រើសួររករបស់អ្វីឬក៏ប្រើដាក់មុខរបស់របរដើម្បីសួរថាអ្វី
ដូចជាឈ្មោះអ្វីសៀវភៅអ្វីម្ហូបអ្វីជាដើមនៅមានជាច្រើនទៀតអញ្ចឹងអ្វីដែលគេឲ្យយើងដឹងនៅចំណុចហ្នឹងគ្រាន់តែដឹងថាវាអាចដើរតួបានពីរយ៉ាងដោយរៀបរាប់ខាងលើ